បាទឥឡូវនេះគឺបន្តទៅទៀតរដ្ឋមន្ត្រីការបរទេសថៃឯណោះវិញនិយាយពីរឿងស្រុកខ្មែររឿងព្រំដែនកម្ពុជាថៃបញ្ជាក់ជាថ្មីថាទ្វារចរចាព្រំដែនគោកបានបិទហើយសារនេះមិនមែនជាសារថ្មីទេបងប្អូនលោកអនុទិនច័ន្ទវរៈគុលពីមុនហ្នឹងក៏បានព្រមានប្រាប់ហើយថាទ្វារចរចាព្រំដែនគោកនេះបិទហើយឥឡូវថ្ងៃនេះលោកសៀអស័កភួងកេតកៅដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃដែលជាមន្ត្រីជាន់ខ្ពស់នៅក្នុងក្រមការងារដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនិងរឿងព្រំដែនសមុទ្រនោះដែលរដ្ឋាភិបាលថៃថ្មីនេះតែងតាំងឲ្យធ្វើជាប្រធាននោះគឺបានបញ្ជាក់មកថាច្រកទ្វារដើម្បីចរចាជាមួយកម្ពុជាដែលលោកហ៊ុនម៉ាណែតសង្ឃឹមថាសូម្បីតែ1%ហ្នឹងក៏អាចឈ្នះក៏អាចមានសង្ឃឹមដែរហ្នឹងឥឡូវគេបិទឲ្យចិត្តសូន្យឈឹងហើយគឺលោកសៀអស័កគ្រាន់តែបញ្ជាក់ថាការដែលបិទទ្វារចរចាព្រំដែនគោកសូន្យឈឹងនេះគឺដោយគាត់បន្ទោសទៅខាងភាគីកម្ពុជាទៅវិញទេដែលថាយករឿងតាក់ទងនឹងព្រំដែនសមុទ្ររឿង UNCLOS នោះទៅឲ្យយន្តការរដ្ឋាភិយន្តការអាជ្ញាកណ្ដាលបានន័យថាប្រើយន្តការផ្សះផ្សាដោយកាតព្វកិច្ចបានន័យថាអត់ឲ្យភាគីពីរនាក់នឹងចរចាទេគឺសុកចិត្តឲ្យរើសអាជ្ញាកណ្ដាលពីរខាងខ្មែរពីរខាងថៃរើសប្រធានមួយចរចាគ្នាន័យនេះគឺរដ្ឋាភិបាលថៃចាត់ទុកថាកម្ពុជាបោះបង់ចោលយន្តការទ្វេភាគីរវាងថៃនិងកម្ពុជារួចទៅហើយអញ្ចឹងការចរចាព្រំដែនកម្ពុជាថៃដីគោកដែលថៃយកបាន73កន្លែងនេះថៃយកលេសរឿងហ្នឹងថាបើព្រំដែនទឹកយើងចរចាទៅរកអាជ្ញាកណ្ដាលអាព្រំដែនគោកក៏មិនបាច់ចរចាទ្វេភាគីដែរទៅរកអាជ្ញាកណ្ដាលផ្ទុយទៅវិញរឿងខុសគ្នាត្រង់ថាព្រំដែនគោកព្រំដែនទឹកគេមានអា UNCLOS នេះច្បាប់នីតិសមុទ្រនេះគឺគេបញ្ជាក់ថាបើពីរអ្នកនឹងអត់ត្រូវគ្នាគឺត្រូវចូលយន្តការផ្សះផ្សាដោយកាតព្វកិច្ចដោយមានចាត់ចែងធ្វើដោយរងថ្ងៃអញ្ចឹងគឺពីថៃពីខ្មែរមានប្រធានមួយឥឡូវប្រធានរើអត់តាន់បានទេប្រធានហ្នឹងត្រូវរើបានកាលពីម្សិលមិញថ្ងៃកំណត់ថ្ងៃទី19ខែកក្កដាប៉ុន្តែរើអត់បានឥឡូវទាំងខាងកម្ពុជានិងថៃហ្នឹងព្រមព្រៀងគ្នាថាសុំពេលរហូតដល់ទៅថ្ងៃ14ខែសីហាទើបរើសប្រធាននឹងបានព្រោះកំពុងពិនិត្យបច្ច័យរៀងពិបាកដែរអញ្ចឹងនីតិវិធីហ្នឹងវាអូសទៀតនៅក្នុងនីតិសមុទ្រគឺគេចែងថាបើពីរអ្នកហ្នឹងអត់ត្រូវគ្នាគឺដាច់ខាត់ត្រូវតែយកអាយន្តការផ្សះផ្សាហ្នឹងមកប្រើអាញាកណ្ដាលដែលមាន221យន្តការផ្លូវគោកអត់ដូចគ្នាផ្លូវទឹកទេបើពីរអ្នកនឹងអត់ត្រូវគ្នាអត់មានយន្តការផ្សះផ្សាអាញាកណ្ដាលដូចព្រំដែនសមុទ្រទេគឺយើងត្រូវទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឬយុត្តិធម៌អន្តរជាតិរឿងនេះហើយដែលកម្ពុជាអត់ព្រមទៅកម្ពុជារឿងព្រំដែនសមុទ្រទៅយន្តការអន្តរជាតិនេះតែដល់ពេលព្រំដែនគោកយើងសុកចិត្តចរចាឥឡូវថៃគេថាយើងចេះបបួលគេចរចាកុំឲ្យសាំដើម្បីបិទផ្លូវចរចាឲ្យបានគឺដាក់នុយននងគឺអាផ្កាននងមួយពណ៌លឿងហ្នឹងឲ្យដាក់ផ្លែបបក់នៅពីក្រោមហ្នឹងអត់មាននុយមានអីទេឲ្យត្រីផ្ទក់កម្ពុជាលោតចាប់ផ្លែននងហ្នឹងលើជាប់ផ្លែននងថៃបាត់ហើយហ្នឹងព្រោះអីថៃតែដាក់នៅហ្នឹងដឹងហើយខ្មែរច្បាស់ជាររឿងឲ្យទៅប្តឹងទៅអាជ្ញាកណ្ដាលតែទៅអាជ្ញាកណ្ដាលថៃនឹងយកលេសថាបើរឿងសមុទ្រយកអាជ្ញាកណ្ដាលរឿងព្រំដែនគោកក៏រកអាជ្ញាកណ្ដាលដែរទៅអញ្ចឹងឈប់ចរចាឈប់ឲ្យដីឈប់អីទាំងអស់បិទផ្លូវចរចាថៃខូចក៏ប៉ុន្តែឆ្លាតខ្មែរយើងអត់ជំរឿសព្រោះអីបើមិនលោតចូលផ្កាននងគេហ្នឹងចូលលេងលបែងថៃក្នុងព្រំដែនសមុទ្រព្រោះគេលុប MOU 2001នឹងចោលទៅហើយយើងវាពិបាកនឹងរឿងរុករកប្រេងនៅអាដែនសមុទ្រហ្នឹងព្រោះខ្មែរសពថ្ងៃនេះធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរវិបត្តិសេដ្ឋកិច្ចវិបត្តិអីសពបែបយ៉ាងខ្វះខាតគ្រប់បែបយ៉ាងភ្ញៀវទេសចរក៏ធ្លាក់សេដ្ឋកិច្ចធ្លាក់ជាងដល់ទៅ50%ហើយមាន scam មានអីផងវិនិយោគិនអីអត់មកទល់ពធហើយវិបត្តិបែបនេះកម្ពុជាកំពុងតែខ្វះខាតត្រូវការបូមប្រេងដើម្បីយកលុយហ្នឹងមកទប់ពេលដែលយើងកំពុងខ្វះខាតព្រោះយកអត់មានប្រេងថៃគេមានប្រេងបូមគ្រប់កន្លែងដែរអត់តែយើងតាហើយអាប្រេងដែលយើងបូមបានហ្នឹងគឺមានតែនៅតំបន់ត្រួតស៊ីគ្នាជាមួយនឹងថៃដូច្នេះហើយបានជារឿងអត់ទាន់មានរឿងអីសោះកម្ពុជាលោតផ្លែតទៅយកផ្កាននងហ្នឹងគឺដោយសារខ្លួនគិតថាបើដោះស្រាយរឿងព្រំសមុទ្រហ្នឹងលឿនទៅក៏អាចខួងប្រេងខួងអីហ្នឹងបានឆាប់ទៅយកប្រេងហ្នឹងមកផ្គត់ផ្គង់ជួយសេដ្ឋកិច្ចកម្ពុជាមិនជាអាក្រក់ទេបើយើងស្ដាប់ទៅព្រោះគាត់ចង់បានប្រេងហ្នឹងជាដូចថាធនធានធម្មជាតិរបស់កម្ពុជាយកមកជួយខ្មែរយើងដែរទេក៏ប៉ុន្តែដូចខ្ញុំនិយាយចឹងនៅពេលដែលយើងតថេតថាយើងចាញ់ប្រៀបថៃយើងចាញ់ប្រៀបថៃនៅក្នុងគិតថាផ្កាននងនេះគឺមែនតែនគឺយើងចង់ឆក់ចាប់មកគឺដើម្បីបំណងយកប្រេងយកឧស្ម័នមកជួយសេដ្ឋកិច្ចជាតិព្រោះយើងពិបាកព្រោះយើងសេដ្ឋកិច្ចយើងវាយើងចង់បានថាអាដង្ហើមរបស់យើងវាខ្លីជាងថៃហ្នឹងណាបងប្អូនគេនិយាយអត់បានទេ
យើងលេងប្រឡប់ទឹកជាមួយថៃគឺយើងដាច់ខ្យល់មុនថៃហើយព្រោះថៃគេសេដ្ឋកិច្ចគេធំណាស់គេមានប្រេងគេមានសេដ្ឋកិច្ចគេមានតំណែងតំណងបរទេសគេមានទំហំសេដ្ឋកិច្ចគេធំជាងយើង30ដងឯណោះក៏ប៉ុន្តែខ្មែរយើងកែបក្នុងដងនិយាយពីថៃអាលាយរាល់ថ្ងៃនិយាយពីបន់ឲ្យគេលលាយបន់ទៅតែយើងកុំប្រឹងធ្វើអីខ្លួនឯងយើងបន់ឲ្យដេកបន់ដុតធូបឲ្យតែគេលលាយទៅហើយដល់ពេលហើយយើងអត់បានធ្វើអីខ្លួនឯងឃើញយើងចាប់ផ្ដើមទុនខ្សោយគ្រប់រឿងហ៎ដល់ពេលយើងទុនខ្សោយគ្រប់រឿងគឺយើងលុះនឹងផ្កាននងរបស់ថៃនឹងតតែបានពួកអីបើយើងអត់លោតទុំផ្កាននងរបស់ថៃដែលដើម្បីចរចាអារឿងសមុទ្រដែលអត់ទាន់មានរឿងអីសោះនេះរឿងព្រំដែនគោក73កន្លែងគេយកអត់តាន់ប្តឹងគេយើងមករកអាព្រំដែនសមុទ្រតែអត់តាន់ឆ្លោះគ្នាគ្រាន់តែគេដក MOU ដកទៅ MOU នឹងមាន25ឆ្នាំហើយនឹងអត់ដែលបានកម្ផេះអីផងហេតុអីបានគ្រាន់គេថាលុប MOU ឥឡូវស្រាប់តែយើងលោតផ្លោតទៅរកប្តឹងអាយន្តការផ្សះផ្សាដោយកាតព្វកិច្ចអីនឹងភ្លាមដើម្បីធ្វើថាយើងនឹងមិនទុកឲ្យថៃឈ្លានពានដែនអធិបតេយ្យថៃអត់ទាន់ឈ្លានពានដែនអធិបតេយ្យដែនសមុទ្រហ្នឹងទេព្រោះដែនសមុទ្រហ្នឹងគឺជាតំបន់ត្រួតស៊ីគ្នាដែលមាន MOU ចងហើយ MOU ហ្នឹងថៃលុបចោលហ្នឹងគឺលុបនៅក្នុងតែក្របខ័ណ្ឌគណៈកម្មការសភាឬគណៈរដ្ឋមន្ត្រីទេសភាអត់ទាន់អនុម័តព្រមឲ្យលុបទៅទៀតដូច្នេះបើលុបឬក៏មិនលុបអា MOU មាន25ឆ្នាំដែលអត់បានការណាកម្ពុជាថៃអត់ទាន់បានបូមប្រេងមកដំណក់ហ្នឹងមានតែមកដំណក់នៅអាស្អីគេវាមានឈ្នះហ្នឹងមកកម្ពុជាមានដែរបានបងប្រេងពីអាតំបន់ត្រួតស៊ីគ្នានឹងណាអត់មានមកដំណក់សោះដូច្នេះ25ឆ្នាំនោះអត់បានប្រយោជន៍ទេសូម្បីតែថៃលុបភ្លាមហ្នឹងក៏អត់មានតន់ទៅខាតបងអីណាយើងកំពុងអាបូមក្រាក់អីមកដឹកមកទាំងលៀនលីតមកហើយស្រាប់តែថៃដកអា MOU ហ្នឹងស្រាប់តែឈប់បូមបានវាអត់មានទេរឿងទាំងអស់ហ្នឹងគឺវានៅបាតសមុទ្រហ្នឹងនៅទាំងអស់អារ៉ែធម្មជាតិរបស់ខ្មែរដែលត្រួតស៊ីគ្នាតែរឿងសំខាន់គឺយើងវាខ្សោយយើងវាខ្វះខាតយើងតថេតថាយើងត្រូវការអូស្មန်ត្រូវការប្រេងដើម្បីមកទប់សេដ្ឋកិច្ចដែលយើងកំពុងធ្លាក់មានវិបត្តិវាជាការរកដំណោះស្រាយពិតមែនហើយប៉ុន្តែអាដំណោះស្រាយហ្នឹងគឺវាខ្ចាយដល់អាព្រំដែនគោកឯណោះដែលចរចាជាមួយថៃព្រោះអីថៃយកលេសដាក់ផ្កាននងហ្នឹងមកយើងលោតផ្លោតតតែពេលយើងទុំហ្នឹងដើម្បីប្រយោជន៍យកអូស្មန်ថៃគេទៅជួអាយន្តការអាញាកណ្ដាលថៃគេយកលេសភ្លាមថាអូកម្ពុជាយកយន្តការអាញាកណ្ដាលអញ្ចឹងអារឿងព្រំដែនគោកមិនបាច់ចរចាទេចាំអាញាកណ្ដាលដែរអញ្ចឹងបិទផ្លូវចរចាត្រឹមហ្នឹងនេះគឺជារឿងអាភ័ព្វខ្មែរយើងអាភ័ព្វខ្ញុំក៏សោកស្ដាយដែរខ្មែរអត់សូវមានជំរឿសដែរបងប្អូនបើយើងមិនទៅទុំអាផ្កាននងរបស់ថៃហ្នឹងណាគឺថៃនឹងអូសយើងស្លាប់អត់មានថ្ងៃនេះដូចតែគ្នាទៅនៅអូសចុះអូសឡើងខូចចឹងដូច្នេះយើងអត់មានជំរឿសអីដែរទេគ្រាន់ជំរឿសរបស់យើងគឺយើងជាប់ផុងហើយនៅចូលយន្តការផ្សះផ្សាដោយអឺស្អីគេកតាបកិច្ចនេះរើសប្រធានរើសអីបានក៏ដោយមួយឆ្នាំយ៉ាងតិចមួយឆ្នាំបានជជែកគ្នាត្រូវជជែកគ្នាចប់ហើយគេនឹងបញ្ជូនឲ្យខ្មែរនិងថៃចរចាទ្វេភាគីដដែលព្រោះគណៈកម្មការកណ្ដាលនេះគ្មានអំណាចយោធាអំណាចគប់បញ្ជាអីទាំងអស់ហើយដល់មកចរចាទ្វេភាគីមួយឆ្នាំក្រោយមកឃើញថៃទិញពេលវេលាបានមួយឆ្នាំទៀតទេបងប្អូនរឿងព្រំដែនគោកហ្នឹងអត់វាស់អញ្ចឹងនៅចាប់ផ្ដើមធ្វើលេនឋានជីកអីឲ្យច្រើនអញ្ចឹងទៅដាក់បេតុងដាក់អីទៅមួយឆ្នាំក្រោយកម្លាំងយោធាថៃនៅព្រំដែនកាន់តែរឹងមាំមហិមាយើងកាន់តែឆ្ងាយទៅដល់ពេលតវ៉ាវាយស្អីក៏តែមិនកើតហើយដល់ពេលយើងអត់ព្រមប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទៀតនៅពេលដែលយើងហ៊ានប្តឹងគេតវ៉ារឿងព្រំដែនសមុទ្រដែលអត់ទាន់មានរឿងដោយសារតែរឿងប្រេងកាតដែលយើងចង់បានហើយអាប្រេងកាតនេះបងប្អូនបើទោះចរចាត្រូវគ្នាជាមួយថៃរឿងដូចថាថៃពវលអាគណៈកម្មការកណ្ដាលហ្នឹងមកឲ្យកម្ពុជាជជែកគ្នាវិញនឹងវិលមកជាប់ផុងដូច25ឆ្នាំមុនអា MOU តាដែលបើត្រូវគ្នាត្រូវយូរហើយវាមិនមែន25ឆ្នាំអត់ត្រូវដូច្នេះរឿងសមុទ្រនេះគឺជារឿងដែលគួរតែទុកចោលអញ្ចឹងសិនណាមកដោះស្រាយព្រំដែនគោកសិនតែឥឡូវអត់ទេថៃដាក់ផ្កាននងហ្នឹងមកឥឡូវយើងយកផ្កាននងហ្នឹងឥឡូវគេយកលេសណាគេថាអត់ចរចាព្រំដែនគោកចប់ចាំមួយឆ្នាំទៀតទៅមួយឆ្នាំទម្រាំតែគណៈកម្មការនឹងចរចាយើងនៅរ៉ាំរ៉ៃគេនៅតែដាក់បលាលួសគេនៅតែធ្វើអីផ្ដេសផ្ដាស់យើងនៅតែតវ៉ារហូតរឿងនេះឲ្យដែលរកម្មចិត្តតែយ៉ាងណាបានខាងក្រមតឡាការណែរដ្ឋាភិបាលក្រៅប្រទេសនឹងចិត្តតែដាក់ទៅទូងស្គរឬក៏ស្អីខ្លះទៅកុំឲ្យវេទនាកុំឲ្យប្រជាពលរដ្ឋនឹងកើតជំងឺ stress ពេកបានជួយគាត់ដែរតែដូចចឹងឥឡូវរដ្ឋមន្ត្រីការបរទេសថៃគេថាគេបិទផ្លូវចរចាផ្លូវគោកនេះគឺដោយសារតែកម្ពុជាជ្រើសរើសយន្តការអឺទៅអាញាកដាលខ្ញុំជឿថានេះជាការបើកទ្វារឲ្យកម្ពុជាប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិឲ្យថៃរៀងដែរតែកម្ពុជា
គេបើកឱកាសយ៉ាងម៉េចក៏យើងអត់ធ្មត់ស្ងប់ស្ងាត់យើងមិនប្តឹងទេយើងតវ៉ាបានហើយអីក៏ស្លូតយ៉ាងនេះបើស្លូតជាមួយខ្មែរយើងបានតែប៉ុណ្ណឹងយើងមិនដឹងសុខប៉ុណ្ណាទេស្រុកយើងនោះតែងើបមួយវាយមួយរឿងខ្មែរគ្នាឯងហ្នឹង